បងតែងទៅសួរថា full ឬក៏ Alta និង Pro ខុសគ្នាចំណុចណាខ្លះអញ្ចឹងបើយើងនិយាយពីប្រព័ន្ធជើងក្រោមរបស់ថៃ7 Pro យើងប្រើម៉ូទ័រ1ម៉ាស៊ីន 1.5 ប៉ុន្តែតកតងមួយ Alta ម៉ូទ័រ2 4 wheel drive ម៉ាស៊ីន 1.5 អញ្ចឹងអាចថាសន្ទុះរបស់ Alta វាស្ទុះជាង Pro ប៉ុន្តែសួរថាវាស្ទុះអត់គឺអត់ទេបងវាខុសកម្លាំង horsepower គ្នាតែបន្តិចតែប៉ុណ្ណោះហើយបើសម្រាប់បងចង់បានប្រភេទ Alta ពណ៌មួយនេះមាន stock ណាបងនៅសល់តិចគ្រាប់ដែរទេបើសិនជាបងចាប់អារម្មណ៍ទៅលើពណ៌ silver ឬក៏ចាំង green អាចយើងបានប៉ុន្តែបើ pro យើងមានពណ៌ខ្មៅដែរបងចាអាតម្លៃ44,800ព្រោះតកតងមួយម៉ាដេលហ្នឹងបើនិយាយពី interior របស់វាតែមួយឯងបើខុសតែ exterior ឯង exterior យើងមាន3ពណ៌តែបើ interior យើងមានតែមួយពណ៌លើពូសាក់ថ្មនៅពេលដែលចិត្តពេញណានៅពេលដែលចិត្តពេញកម្លាំងវាថយព្រោះនេះចូលបាន1ម៉ោង 1.5 គីឡូប៉ុន្តែនៅពេលដែលវាចិត្តពេញវាចាប់ផ្ដើមបន្ថយ capacity របស់វាអញ្ចឹងកន្លែងហ្នឹងគឺកម្លាំងចូលហើយណារយៈពេលអញ្ចឹងណាបងអូខេនេះ interior របស់រថយន្តឡានតេស្ត drive ឡើងបាត់សាក់លបងគឺសំតោះឡានបាត់បោះសាក់លបងឡាននេះគឺមានណាឡានតាំងឡាន F full ឬក៏ហាស់ Pro ឬក៏ Ultra យើងមានឲ្យសម្រាប់បងមើលផ្ទាល់បានខាងនេះចាក់សាំងនេះប្រអប់ដាក់បាន32លីត្រកន្លះប្រអប់ក្រោយដាក់ឲ្យបានកាន់តែខ្ពស់ចំណងវា880បើ920សំតោះបែបអញ្ចឹង920លីត្រតែបងកាច់កៅអីជួរទី2បាន1880 10លីត្រចំណងវាច្រើនណាទលាយ convert យក V2L ចង់ឡានមក BYD ទាំងអស់បងដឹងស្រាប់អីគឺមាន V2L តម្លៃភ្លើង